ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនពៅសុំកំងនំបញ្ចុកទឹកកាពិព្រោះគាត់ថាគាត់ខានញ៉ាំនំបញ្ចុកនឹងយូរហើយតាំងពីនៅស្រុកខ្មែរហើយគ្រាន់តែឮថាម៉ាមីថាអូខេអាចធ្វើឲ្យបាននិយាយពីញញឹមបិទមាត់មិនចិត្តអរគុណផងដាក់តិចពេកញ៉ាំតោះឥឡូវយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នានិយាយទៅខ្ញុំមានគល់ស្លឹកគ្រៃអំដេងល្មៀតហើយនឹងខ្ជាយសម្រាប់គល់ស្លឹកគ្រៃបងប្អូនជាទូទៅគឺយើងប្រើស្លឹកណាតែខ្ញុំអត់មានខ្ញុំប្រើគល់វិញឥឡូវនេះយើងបង់គ្រឿងផ្សំទាំងអស់ចូលដាក់ត្រីស្ករអំបិលប៊ីចេងម្សៅស៊ុបបន្ទាប់មកយើងចាប់ផ្ដើមរៀបកាពិបងប្អូនអាចដាក់រុំខ្ចប់ហើយបន្ទាប់មកយើងដាក់នៅក្នុង microwave សម្រាប់នាងខ្ញុំដាក់ចន្លោះប្រហែលជាខ្ទង់2នាទីទៅ3នាទីឥឡូវនេះយើងចាប់ផ្ដើមមកច្រោះដៃមឹកពេលដែលទឹកយើងពុះរួចយើងចាប់ផ្ដើមចាក់ដៃមឹកនឹងចូលនៅក្នុងឆ្នាំងពេលរួចរាល់ហើយបងប្អូនអាចមើលត្រីរបស់យើងបើសិនជាត្រីនឹងឆ្អិនហើយគឺយើងចាប់ផ្ដើមស្រង់ចេញហើយយើងចាក់ផ្សិតចូលផ្សិតខ្ញុំអត់មានផ្សិតចំបើងទេបងប្អូនចឹងមានអីខ្ញុំអាចជំនួសនឹងហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមលាយទឹកអំបិលលាយជាមួយនឹងទឹកស៊ុបយើងតែម្ដងយើងកូរឲ្យជុំទុកវាម្ដុំសិនឥឡូវកាពិរបស់យើងរួចរាល់បងប្អូនខ្ញុំដកចេញពី microwave ហើយយើងចាប់ផ្ដើមរៀបចំទឹកកាពិសម្រាប់កាពិខ្ញុំប្រើ1ស្លាបព្រាបាយបន្ទាប់មកទៀតបងប្អូនអាចដួសទឹកស៊ុបហ្នឹងយកមកលាយជាមួយគ្នាហើយយើងឆុំវាមកខ្ញុំដាក់ស្ករចូល2ស្លាបព្រាប៊ីចេងហើយទឹកត្រីខ្ញុំប្រើចំនួន1ស្លាបព្រាបាយបងប្អូនបន្ទាប់មកទៀតគឺយើងលាយជាមួយនឹងទឹកអំបិលដែលយើងកូរពីមុនហ្នឹងគឺយើងទុកវាបន្តិចទៅវាចាប់ផ្ដើមរីកហើយបងប្អូនពេលដែលរីកហើយយើងអាចយកមកលាយជាមួយគ្នាហើយយើងដាក់ម្ទេសចូលបន្ទាប់មកទៀតកូរវាឲ្យសព្វចូលគ្នាពេលដែលរួចរាល់ហើយយើងចាប់ផ្ដើមទៅស្រុះនំបញ្ចុកម្ដងបងប្អូនបើនិយាយទៅនំបញ្ចុកទឹកកាពិនៅសហរដ្ឋអាមេរិកក៏មានដូចគ្នាដែរបងប្អូនគ្រាន់តែថាយើងជិះទៅរៀងឆ្ងាយបន្តិចហើយការចំណាយក៏អស់ច្រើនក្នុងមួយចានចន្លោះពី$15ទៅ$20ទៅតាមទីកន្លែងជាក់ស្ដែងនិយាយទៅខ្ញុំមានគ្នា3នាក់អញ្ចឹងពេលញ៉ាំម្ដងអញ្ចឹងបូកជាមួយនឹងថ្លៃធីបទៀតចន្លោះប្រហែលជាខ្ទង់$70ដាក់តិចពេកញ៉ាំសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាទស្សនាកុំភ្លេចចុច like និង share ទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗទៀត